ថ្ងៃនេះបានមកដើរកាត់ស្រែចម្ការគេបាទកាត់ចម្ការនេះបាទនៅមាត់អូបាទអូហ្នឹងទឹកប្រហែលជាខូបអត់ដាច់អត់គោកបាទត្រីក៏មានសម្បូរដែរបាទឃើញចម្ការនេះគឺគាត់មានដាំដំណាំបាទច្រើនមុខចម្ការគាត់ដាំមិនសូវច្រើនទេប៉ុន្តែដំណាំគាត់បាទគឺមានក្រូចបាទមានស្វាយមានខ្នុរមានដើមមានស្វាយចន្ទីបាទហើយក៏ដាំដើមចេកអីបាទគាត់ដាំចម្រុះបាទនេះដើមអំពិលអំពិលជូរអំពិលផ្អែមបាទចម្ការខ្ញុំបើមានក៏ខ្ញុំដាំចម្រុះចឹងដែរគ្រាន់ពេលយើងមកចម្ការមកស្រែទៅយើងមានដំណាំមានផ្លែឈើខ្លះវាផ្លែខែផ្សាខ្លះផ្លែខែប្រាំងយើងអាចបានបេះហូបបាទអ្នកមកស្រែចម្ការចិត្តយើងពេលខ្លះឃើញក៏គេបានសុំហូបបាទហូបទាំងអស់គ្នាបាទដើម្បីមានដំណាំសពគ្រប់បាទមានផ្លែឈើហូបនៅស្រែចម្ការពេលយើងមកម្ដងបាទបើសិនជានៅចម្ការយើងអត់មានអីហូបយើងអត់សូវចង់មកចង់មើលទេបាទតែបើមានវិញគឺយើងចង់មកទោះយើងមិនចង់មកពេលខ្លះយើងនឹកឃើញចម្ការយើងមានផ្លែនេះផ្លែនោះយើងចង់មកបេះហូបបាទពេលខ្លះយើងចង់ដើរលេងកម្សាន្តលំហែខ្លះនៅស្រែចម្ការយើងក៏បាទក៏មានការតបប្រមល់អ្នកខ្លះក៏នៅផ្ទះទៅចង់ stress ឬក៏បាននៅផ្ទះរាល់ថ្ងៃទៅពេលខ្លះក៏ធុញបានមកស្រែចម្ការចឹងទៅធ្វើអារម្មណ៍យើងសប្បាយចិត្តហើយចម្ការយើងដាំដំណាំដាំដុះសពគ្រប់ចេះបាទក៏វាល្អដែរយើងអាចបានផលបានហូបបាទពេលយើងមកម្ដងបាទចម្ការគាត់ហ្នឹងបាទគឺគាត់ដាំនៅមាត់អូតែម្ដងបាទអូនេះគឺឃើញមានទឹកបាទគឺគ្រប់គ្រាន់ដែលយើងអាចដួសស្រោចពេលយើងមកម្ដងបាទកុំឲ្យវាងាប់ទោះมันបានរាល់ថ្ងៃមួយសប្តាហ៍ពីរថ្ងៃក៏យើងមកស្រោចម្ដងក៏អីដែរបាទចេកគាត់មើលទៅក៏ឃើញបានដាំច្រើនដែរបាទនេះគឺដល់មាត់អូបាទឃើញចម្ការគាត់ដាំក៏មានអារម្មណ៍ថាចង់ធ្វើចម្ការគេដែរប៉ុន្តែអត់មានដីដាំបាទវាអត់មានដីនៅក្បែរមាត់ទឹកបាទមានទឹកមានអីតើមានបុកម្ដងទៅអាចប្រើប្រាស់បានតែនៅចម្ការនេះគាត់នៅមាត់ទឹកបាទគឺងាយស្រួលតែគាត់មិនបាច់ចំណាយលុយបុកម្ដងទៀតបាទគាត់ចំណាយពេលក្នុងការមកថែទាំដាំដុះរបស់គាត់បាទមកស្រោចពីរថ្ងៃស្រោចម្ដងបាទចាខ្ញុំមកមាននៅក្បែរអញ្ចឹងល្អណាស់ខ្ញុំក៏ចូលចិត្តដាំដំណាំដាំដុះបាទនៅក្បែរមាត់ទឹកអញ្ចឹងវាស្រួលស្រោចស្រួលយើងដាំអីក៏បានបាទ